មួយទៀតសម្រាប់លោកប៉ាអ្នកម៉ាក់ឬក៏បងប្អូនដែលគាត់ចង់ទិញម៉ូទ័រយកទៅកាត់សក់ឲ្យកូនឲ្យប្អូនឲ្យក្មួយនៅតាមផ្ទះខ្លួនឯងបងប្អូនក៏អាចចូលទស្សនាវីដេអូនេះដើម្បីយកចំណេះដឹងបានដែរបាទព្រោះអីវីដេអូនេះគឺខ្ញុំបង្រៀនបងប្អូនពីវគ្គដំបូងតែម្ដងនៅក្នុងការរៀនកាត់សក់អញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ទិញម៉ូទ័រឬក៏ជាងសាឡនស្រីមួយចំនួនដែលគាត់ចង់ទិញម៉ូទ័រយកទៅកាត់នៅកន្លែងសាឡនដើម្បីបន្ថែមមុខរបរឬក៏អាជីពផ្ទាល់ខ្លួនមួយទៀតបាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំសូមចេញជាវីដេអូចែកម្លែកចំណេះដឹងមួយដោយសារតែមានបងប្អូនយើងច្រើនគាត់ខមមិនសនំពរខ្ញុំជាពិសេសជាងស្រីសាឡនគាត់សនំពរឲ្យខ្ញុំថាបងជួយចេញជាវីដេអូមួយពីបង្រៀនកាត់សក់វគ្គដំបូងតើយើងគួរឈប់ពុំលេខប្រមាណខ្លះតើយើងគួរកាត់បែបណាខ្លះបាទដោយសារតែគាត់ចង់បង្កើតមុខរបរឬក៏អាជីពមួយទៀតនៅកន្លែងសាឡនរបស់គាត់បាទអញ្ចឹងគាត់ក៏សនំពរឲ្យខ្ញុំជួយចេញជាវីដេអូបង្រៀនកាត់សក់ពីរបៀបឈប់ពីរបៀបប្រើប្រាស់ម៉ូទ័រវគ្គដំបូងតែម្ដងបាទហើយមួយទៀតសម្រាប់លោកប៉ាអ្នកម៉ាក់ឬក៏បងប្អូនដែលគាត់ចង់ទិញម៉ូទ័រយកទៅកាត់សក់ឲ្យកូនឲ្យប្អូនឲ្យក្មួយនៅតាមផ្ទះខ្លួនឯងបងប្អូនក៏អាចចូលទស្សនាវីដេអូនេះដើម្បីយកចំណេះដឹងបានដែរបាទព្រោះអីវីដេអូនេះគឺខ្ញុំបង្រៀនបងប្អូនពីវគ្គដំបូងតែម្ដងនៅក្នុងការរៀនកាត់សក់អញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ទិញម៉ូទ័រឬក៏ជាងសាឡនស្រីមួយចំនួនដែលគាត់ចង់ទិញម៉ូទ័រយកទៅកាត់នៅកន្លែងសាឡនដើម្បីបន្ថែមមុខរបរឬក៏អាជីពផ្ទាល់ខ្លួនមួយទៀតបងប្អូនអាចចូលទស្សនាវីដេអូនេះបាទវីដេអូនេះគឺខ្ញុំបង្រៀនបងប្អូនវគ្គដំបូងតែម្ដងក្នុងការឈូសសក់បាទអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរបងប្អូនយើងទៅតាមដានទស្សនាទៅការឈូសសក់និងការប្រើប្រាស់ម៉ូទ័រទាំងអស់គ្នាបាទហើយបញ្ជាក់បងប្អូនណាវីដេអូនេះគឺខ្ញុំធ្វើដើម្បីចែកម្លែកទេបាទមិនជាខុសទាល់ឲ្យសូមបងប្អូនមេអធិស្ឋានឲ្យខ្ញុំផងបាទដោយសារតែទឹកដៃឬក៏របៀបរបបបង្រៀនរបស់ខ្ញុំក៏ខ្ញុំនៅមានកម្រិតដែរទេហើយក៏ខ្ញុំមិនល្អអត់ចាស់នេះដែរបាទអញ្ចឹងយើងទៅតាមទស្សនាទាំងអស់គ្នាបាទអញ្ចឹងជំហានដំបូងក្នុងការកាត់សក់បងប្អូនត្រូវតែស្គាល់ពីពុម្ពសិនបងប្អូនណាបាទតើយើងគួរប្រើពុម្ពលេខប្រមាណខ្លះបាទអញ្ចឹងជំហានដំបូងនៅក្នុងការកាត់សក់ម៉ូតសក់ឈូសបតិញបែបនេះគឺយើងប្រើប្រាស់ពុម្ព3បងប្អូនណាបាទគឺ 4.5 មីលីម៉ែត្រមួយគឺ 3 មីលីម៉ែត្រមួយគឺ 1.5 មីលីម៉ែត្រមួយបាទនេះ 4.5 មីលីម៉ែត្រណាបងប្អូនបាទអានេះ 3 មីលីម៉ែត្រណាបងប្អូនអានេះ 1.5 មីលីម៉ែត្រណាបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនទិញម៉ូទ័រទៅគេនឹងមានដាក់ពុម្ពឲ្យបងប្អូនស្រាប់ទៅហើយបាទពុម្ពហ្នឹងគឺគេបង់លេខនៅបាតពុម្ពនេះពេលដែលបងប្អូនទិញម៉ូទ័រទៅអញ្ចឹងបងប្អូនមើលទៅបាទអញ្ចឹងរបៀបកាត់ម៉ូតសក់ឈូសបដិញគឺខ្ញុំប្រើប្រាស់ពុម្ព3ហ្នឹងអញ្ចឹងបងប្អូនអាចមើលបានអញ្ចឹងយើងមើលពីរបៀបឈូសទាំងអស់គ្នាបាទជំហានដំបូងគឺយើងពាក់ពុម្ពលេខ 4.5 មីលីម៉ែត្រហើយយើងពាក់នឹងម៉ូទ័រយើងទៅបាទយកពេលណែនបន្តមកទៀតបងប្អូនយើងត្រូវកាច់មិញនេះឡើងណាមិញវាបាទមិនវងយើងកាច់ចេះបាត់នេះអញ្ចឹងយើងត្រូវទៅកាច់មិញវាឡើងហើយឡើងឲ្យនេះមកហើយឡើងស៊ីអស់ហើយនេះមកបានយើងឈូសទៅវាបើសក់ស្រួលវាមុតល្អបាទអញ្ចឹងការឈូសសក់ដូចខ្ញុំធ្លាប់ចេញជាវីដេអូប្រាប់រួចម្ដងទៅហើយការឈូសសក់សម្រាប់បងប្អូនថ្មីបងប្អូនគួរតែឈូសពីសងខាងនេះមុនពីខាងក្រោយគឺយើងឈូសតាមក្រោយអញ្ចឹងយើងធ្វើការឈូសមកយើងពាក់ពុម្ពលេខ 4.5 មីលីម៉ែត្រណាបាទយើងធ្វើការឈូសមកការឈូសបងប្អូនត្រូវឈូសរៀងប្រឆិតបែបនេះប្រឆិតមកជ្រុងបែបនេះមិនមែនឈូសឡើងត្រង់ចេះណាបាទយើងឈូសប្រឆិតពីកន្ទុយភ្នែកឡើងមកបែបនេះណាចាប់ពីកន្ទុយភ្នែកឡើងមកនេះបាទគេយើងឈូសបែបនេះមកដាក់ទៅយើងធ្វើការឈូសមក1 2 3បាទបន្តមកទៀតគឺយើងឈូសពីជំហាននេះបាទយើងឈូសពីជំហាននេះបាទយើងដាក់ផ្អៀងម៉ូទ័របែបនេះមក1 2 3បាទអញ្ចឹងយើងឈូសមកខាងរួចមកហើយបងប្អូនណាអញ្ចឹងយើងធ្វើការឈូសមកខាងទៀតហើយពីខាងក្រោយនេះយើងមិនទាន់អាចឈូសណាយើងឈូសពីជំហានតខាងបែបនេះសិនបាទសម្រាប់យើងឯខ្លីណាបាទអញ្ចឹងយើងធ្វើការឈូសមកខាងទៀតមកបាទឈូសមក1 2 3បាទ
1 2 3 បាទបន្តមកទៀតគឺយើងធ្វើការឈូសពីចំហៀងនេះដូចគ្នា1 2 3អញ្ចឹងនៅពេលដែលយើងឈូសពីខាងឆ្វេងខាងស្ដាំទៅខាងរួចរាល់អស់យើងចាប់ផ្ដើមឈូសប្រឡោះកណ្ដាលនេះមួយបាទចំប្រឡោះកណ្ដាលក្បាលយើងមកយើងចាប់ផ្ដើមឈូសមកបាទ1 2 3បាទអញ្ចឹងយើងធ្វើការឈូសប្រឡោះកណ្ដាលឲ្យវាមានជាប្រឡោះជាខ្នាតពីមួយសិនយើងកំណត់ថាយើងចង់បានខ្ពស់ណាបាទយើងចង់បានខ្ពស់ណាយើងឈូសឲ្យចំប្រឡោះកណ្ដាលមួយបែបហ្នឹងសិនមកបាទបន្តមកទៀតបងប្អូនចង់ឈូសពីខាងស្ដាំមកមុនក៏បានបងប្អូនចង់ឈូសពីខាងឆ្វេងមកមុនក៏បានយើងធ្វើការឈូសដេញពីខាងស្ដាំមុនដេញមករកតក់ពីចំហៀងដែលយើងធ្វើការឈូសដំបូងក៏បានយើងចង់ដេញពីខាងស្ដាំដេញមករកតក់ដែលយើងឈូសពីចំហៀងដំបូងមុនក៏បានវាអាស្រ័យទៅលើយើងទេសំខាន់គឺយើងធ្វើការឈូសប្លុកកណ្ដាលនេះមួយឲ្យវាមានជាខ្នាតសិនបាទអញ្ចឹងយើងធ្វើការឈូសមកគឺប្លុកកណ្ដាលនេះមានជាខ្នាតរួចយើងធ្វើការឈូសដេញមក1 2 3យើងដេញមកភ្ជាប់ជាមួយសក់ពីចំហៀងនេះបាទ4 5បាទបន្តមកទៀតគឺយើងធ្វើការឈូសពីចំហៀងនេះដេញមករកខាងនេះទៀត1 2 3 4 5បាទអញ្ចឹងទម្រង់សក់របស់យើងនៅពេលដែលយើងឈូសបែបហ្នឹងគឺវាមានខ្នាតវាស្មើបាទអញ្ចឹងវាចេញមកបែបនេះមកបែបនេះវាឡើងមកបែបនេះចេះកោងបែបហ្នឹងណាបាទយើងអត់យកត្រង់មកចេះណាបងប្អូនណាបាទគឺយើងយកអញ្ចេះដល់ត្រង់នេះឡើងមកបែបនេះកោងបែបនេះបាទបន្ទាប់ពីយើងធ្វើការឈូសពុំលេខ 4.5 នេះរួចបងប្អូនណាអាហ្នឹង 4.5 ណាបន្តមកទៀតគឺយើងពាក់ពុំលេខ3 មីលីម៉ែត្របាទយើងពាក់ពុំលេខ3 មីលីម៉ែត្របែបនេះមកបាទបបមកយើងធ្វើការឈូសជំហានដំបូងយើងឈូសពុំ 4.5 មីលីម៉ែត្រគឺយើងឈូសខ្ពស់នេះណាបាទពីខាងលើនេះណាបាទបន្ទាប់មកយើងឈូសពុំ 4.5 មីលីម៉ែត្រគឺយើងឈូសខ្ពស់នេះបាទចុះមកបែបនេះបាទអញ្ចឹងយើងធ្វើការឈូសមកបាទ1 2 3ការឈូសបងប្អូនដែលចាំថាយើងឈូសអត់ឲ្យវាជាន់ជាមួយពុំ 4.5 មីលីម៉ែត្រទេណាបាទយើងឈូសឲ្យវាក្រោមគ្នាប្រហែលជាមួយស្នប់ដៃបែបនេះមកបាទដើម្បីឲ្យវាមានភាពបន្តិចបាទយើងឈូសមកបាទ1 2 3បាទបន្តមកទៀតយើងឈូសពីខាងក្រោយមក1 2 3បាទអញ្ចឹងបន្ទាប់ពីយើងឈូសពុំលេខ3 មីលីម៉ែត្ររួចយើងប្រើពុំលេខ 1.5 មីលីម៉ែត្រតបាទយើងដូរពុំមកនេះបងប្អូនណា 1.5 មីលីម៉ែត្រអញ្ចឹងយើងធ្វើការឈូសមកបាទអាត្រង់ចំណុចនេះយើងត្រូវចាំថាយើងឈូសពុំលេខ3 មីលីម៉ែត្រអញ្ចឹងនៅពេលដែលយើងឈូសពុំ 1.5 មីលីម៉ែត្រយើងកុំឈូសឲ្យវាជាន់ជាមួយពុំ3 មីលីម៉ែត្រណាកាលណាដែលយើងឈូសជាន់វាអត់មានភាពបន្តិចទេបាទយើងធ្វើការឈូសមកបាទ1 2 3បាទ1 2 3បាទខាងក្រោយគឺយើងឈូសបែបនេះមក1 2 3បាទឈូសមកបាទ1 2 3បាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកម្លែកជូនទៅដល់បងប្អូនទាំងអស់គ្នាបាទជាចុងក្រោយបើសិនជាបងប្អូនគិតថាវីដេអូខ្ញុំមានប្រយោជន៍ទៅដល់បងប្អូនកុំភ្លេចជួយចុច like ចុច share ហើយជួយ follow page របស់ខ្ញុំម្នាក់មួយផងព្រោះម៉ែបងប្អូននឹងទទួលបានវីដេអូថ្មីៗពីការបង្រៀនកាត់សក់ពីខ្ញុំទៀតបាទអរគុណច្រើន